มาช่ำปะเปียកំពុងធ្លាក់ចូលក្នុងសមុទ្រភ្លើងកាន់តែជ្រៅទៅហើយវិបត្តិថ្មីស្រឡាងនាថ្ងៃច័ន្ទទី8ខែមិថុនាឆ្នាំ2026នេះកំពុងធ្វើឲ្យពិភពលោកទាំងមូលឈរមើលទាំងក្តីបារម្ភជាខ្លាំងក្រុមសកម្មប្រយុទ្ធហ៊ូធីនៅយេម៉ែនគាំទ្រដោយអ៊ីរ៉ង់បានប្រកាសជាផ្លូវការថាពួកគេបានបាញ់មីស៊ីលស្រោចចំទៅកាន់ប្រទេសអ៊ីស្រាអែលនេះជាការវាយប្រហារលើកដំបូងបង្អស់គិតចាប់ពីដើមខែមេសាមកមិនត្រឹមតែបាញ់មីស៊ីលទេហ៊ូធីបានប្រកាសស្ដែងបិទផ្លូវទឹកសមុទ្រក្រហមជាដាច់ខាតមិនឲ្យកប៉ាល់ដឹកជញ្ជូនរបស់អ៊ីស្រាអែលឆ្លងកាត់ឡើយដែលនេះនឹងធ្វើឲ្យវិបត្តិសេដ្ឋកិច្ចនិងនាវាចរពិភពលោកជួបគ្រោះអាសន្នជាថ្មីមុននេះបន្តិចប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានព្យាយាមអង្វរកឲ្យអ៊ីស្រាអែលព្យាយាមអត់ធ្មត់គុំវាយបកអ៊ីរ៉ង់ប៉ុន្តែអ៊ីស្រាអែលមិនខ្វល់ថែមទាំងបញ្ជូនយន្តហោះចម្បាំងទៅទម្លាក់គ្រាប់បែកកំទេចរោងចក្រគីមីឥន្ធនៈរបស់អ៊ីរ៉ង់មួយខ្ទេចគ្មានសល់រហូតរុញច្រានឲ្យក្រុមហ៊ូធីលួចចូលមកបន្ថែមទម្ងន់សង្គ្រាមតែម្ដងនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអាសាតអាល់អាសាដ